គ្រូនឹងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីការចូលទៅប្រើ W3 School ខ្ញុំភ្លេចប្រាប់ខ្ញុំឈ្មោះឆៃចយាខ្ញុំមកពីក្រុមទី1អញ្ចឹងឥឡូវយើងធ្វើការចូលទៅក្នុង website តែម្ដងអញ្ចឹងពេលចូលមកអ្នកទាំងអស់គ្នានឹងឃើញបែបនេះហើយធ្វើការ sign in តាមរយៈ Google account ក៏បានតាមរយៈ Gmail ក៏បានមួយណាក៏បានតែធ្លាប់មាន account អញ្ចឹងខ្ញុំចូលតាម Google account មកចឹងនេះគឺជា show ដំបូងចឹងខ្ញុំចូលមកដល់ tutorial គឺវានឹងធ្វើការ show ពីមេរៀនដែលយើងអាចរៀនបាននៅក្នុងនេះគឺវាមាន HTML ប្រភេទពួកអ្នកដែលពួកគាត់ចូលចិត្តបង្កើតជា website ខាង design web page ជាដើម JavaScript ដូចគ្នាខាង data analyze ក្នុង data analyze នេះយើងអាចរៀនមានដូចជា AI data science ក៏មានហើយ web building នេះដូចក៏មានដូចគ្នាយ៉ាងមាន cyber security ដូចគ្នាហើយ backend នេះវាមានកូដច្រើនដូចគ្នា C++ Java អញ្ចឹងយើងចូលមកឧទាហរណ៍ថាបើអ្នកទាំងអស់គ្នាចង់រៀនពី HTML អ្នកគ្នាចុចលើ HTML នឹងមកអញ្ចឹងវានឹង list នៅមេរៀនដែលអ្នកគ្នាត្រូវរៀននៅក្នុងមេរៀន HTML ហ្នឹងអញ្ចឹងវាមានកម្រិតពី basic រហូតដល់ advanced អញ្ចឹងវាមានលក្ខណៈងាយស្រួលមែនតើគេ detail ពីមេរៀនមួយយើងច្បាស់ដែលអ្នកទាំងអស់គ្នាអាចធ្វើការរៀនដោយអត់មានភាពស្ទាក់ស្ទើរទេហើយនៅក្នុងមេរៀនទាំងអស់ហ្នឹងនៅពេលដែលអ្នកគ្នារៀនចប់ក៏គេមានជា exercise ឬក៏ exam quiz ហ្នឹងនៅពេលដែលអ្នកគ្នាធ្វើរួចអ្នកគ្នាក៏អាចបាន certificate ដូចគ្នា yes ហើយចឹងយើងធ្វើការឧទាហរណ៍ជាក់ស្ដែងនៅក្នុងមេរៀនមួយហ្នឹងចូលឧទាហរណ៍ថានេះគឺជាមេរៀនរបស់វាអញ្ចឹងនៅពេលដែលគេexplain យើងរួចអស់ហើយគេនឹង show ពី code ដែលយើងចង់ដឹងថាវានឹង output បែបណាហើយគេទៅ say បែបម៉េច yes អញ្ចឹងអ្នកគ្នាអាច try នេះអញ្ចឹងវានឹង show ពីកន្លែងដែលយើងទៅ say code ទេអញ្ចឹងកន្លែងនេះវាគឺជា code ដើម yes នៅពេលដែលយើងទៅ say ហើយយើងធ្វើការចុច run ទៅវានឹង show អំពី output បែបនេះ yes អញ្ចឹងនេះគឺជាអីដែល W3 School ងាយស្រួលក្នុងការប្រើមួយវិញទៀតបើសិនជាអ្នកគ្នាចង់ដូរកូដហ្នឹងយកកូដផ្សេងមកដាក់ក៏បានដូចគ្នាឧទាហរណ៍ខ្ញុំយកកូដចេញពី software របស់ខ្ញុំពី Code ដែលខ្ញុំបានបង្កើតនេះខ្ញុំធ្វើការ copy វាមក save ក៏បានបើអ្នកគ្នាទំនេរតែនេះខ្ញុំមានកូដស្រាប់អញ្ចឹងនេះធ្វើការ delete កូដចាស់យើងចេញមកហើយផាសវាទៅនេះគឺជាកូដដែលខ្ញុំបានសេពី software ផ្សេងអញ្ចឹងពេលយើង run មកវានឹង output video នៅប្រទេសកម្ពុជារបស់យើងអញ្ចឹងយើងធ្វើការតែមើលតើវាដូចគ្នាអត់ជាមួយនឹង W3 School ហើយនឹង software ដែលខ្ញុំបានប្រើអានេះ yes អញ្ចឹង output មកគឺវាដូចគ្នា yes អញ្ចឹងយើងអាចប្រើ page API imageផ្សេងបានទៅសេនៅក្នុងហ្នឹងហើយធ្វើការ run ទៅវានឹង show ជាក់ស្ដែងគឺពិតអញ្ចឹងអ្នកដែលគាត់ចង់បង្កើត website web page អីគាត់អាចចង់តេស្តអីថាមើល output វាមិនអ្នកគ្នាអាចទៅសេលើនឹងដូចគ្នាវាងាយស្រួលមែនតើគ្រាន់ថាយើងអាច save file នឹងបានប៉ុន្តែយើងអាច save ជា code នឹងបានវាថា copy មកហើយ save វាទុកនៅក្នុង folder ណាមួយទៅyes ហ្នឹងបានដូចគ្នាហើយមួយវិញទៀតគឺយើងវា storage យើងឯងអញ្ចឹងក្នុង W3 School នេះនៅពេលអ្នកគ្នាធ្វើការ run code អ្នកគ្នាអត់ចាំបាច់ភ័យក្នុងការខ្លាច full storage អីគឺវាអត់មាន C storage យើងឯងតែនៅក្នុង software ផ្សេងគឺវាតម្រូវធ្វើការ save ទុកក៏ដូចជា store data អញ្ចឹងទៅវានឹងធ្វើឲ្យ storage របស់យើងឆាប់ full yesចឹងផ្សេងទៀតកូដផ្សេងទៀតមានផ្សេងទៀតអ្នកគ្នាក៏អាច save បានដែរនៅក្នុងនោះដូចជា JavaScript នេះគេមានជាក់ស្ដែងឲ្យអ្នកគ្នាមើល yes ចឹងនៅពេលដែលអ្នកគ្នារៀនដល់នឹងចប់អ្នកគ្នាអាចធ្វើ exercise ទៅគេមានបញ្ជាក់បានដូចគ្នាហើយនៅក្នុង certificate នេះចំពោះ certificate មួយចំនួនដូចជានេះពពុះដែលគេបាន show នេះអ្នកគ្នាតម្រូវអាចនឹងរៀនខុសរបស់គេផ្សេង yes
រៀនខុសរបស់គេទៅនៅពេលដែលអ្នកគ្នារៀនចប់អ្នកគ្នាអាចទទួលបាន certificate ដែល certificate ហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការដាក់នៅក្នុង CV ហ្នឹងក៏បានដូចគ្នាគេទទួលយក yes ហើយ bootcamp នេះគេមានគ្រូគេល្អមកពីអ្នកទាំងអស់គ្នាតែតម្លៃវាថ្លៃដែរបើមានលទ្ធភាពអាចរៀនបានគឺល្អមែនតើ just ចឹងរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជំរាបលា